បណ្ឌបាតចង្ហាន់ចាទី2ជីវរនេះសម្ពុតសម្រាប់ស្លៀកដណ្ដប់ទី3កន្លែងស្នាក់អាស្រ័យនឹងលោកហៅថាសេនាសនៈទានរាប់បញ្ចូលទាំងឈើច្រត់ឆាប់ស្បែកជើងក្រែពូកខ្នើយកត់សរុបគ្នាណាប្រគុណទុកទឹកព្រះវិហារក៏ចូលក្នុងសេនាសនៈទានដែរហើយនឹងទី4ភេសជ្ជៈសម្រាប់ព្យាបាលថ្នាំពេទ្យចឹងគ្រឿងសម្រាប់ទ្រទ្រង់ជីវិតជាប្រសង់ហ្នឹងមាន4ហ្នឹងសរុបមកវិញចង្ហាន់ជីវរកន្លែងស្នាក់អាស្រ័យហើយនឹងភេសជ្ជៈថ្នាំព្យាបាលជំងឺសម្រាប់បច្ច័យទាំង4ហ្នឹងសំខាន់ទាំង4ប៉ុន្តែបើបនដែលនៅបានយូរអង្វែងជាងគេគឺណាមួយសាក់ទាយមើលអីគេដែលបនធ្វើឲ្យនៅបានយូរសេនាសនៈទា